សូមជូនរឿងព្រះគោព្រះកែវនៅស្រុកលំវែកមានប្តីប្រពន្ធមួយគូបានយល់ស័ព្ទឃើញចិញ្ចៀនពេជ្រដ៏មានតម្លៃដែលជាព្រលឹមនៃអ្នកមានបុណ្យមកចាប់កំណើតគ្រូទាយបានប្រាប់ថានេះជាសញ្ញាល្អប៉ុន្តែត្រូវប្រយ័ត្នហាមញ៉ាំស្វាយខ្ចីជាដាច់ខាតដោយទ្រាំនឹងការឃ្លានមិនបាននាងក៏លួចឡើងបេះស្វាយម្នាក់ឯងខណៈដែលប្តីមិននៅជាអកុសលនាងបានធ្លាក់ពីលើដើមស្វាយស្លាប់មួយរំពេចហើយកូនក៏ធ្លីចេញពីពោះព្រះគោបានកើតមកភ្លាមចេះដើរភ្លាមរួចប្រាប់ឪពុកឲ្យជួយប្អូនដែលនៅក្នុងស្រោមអ្នកភូមិយល់ថាពួកគេជាប្រុសភ្នួលចង្រៃក៏នាំគ្នាដេញពួកគេចេញពីភូមិពួកគេត្រូវរស់នៅយ៉ាងលំបាកក្នុងព្រៃជ្រកក្រោមដើមឈើនិងបរិភោគផ្លែឈើព្រៃព្រះកែវត្រូវបានក្មេងគង្វាលគោធ្វើបាបនិងមើលងាយមិនឲ្យបាយបរិភោគដោយក្តីអាណិតប្អូនព្រះគោបានក្អែចេញនៅអាហារទឹកនិងគ្រឿងមាសប្រាក់សម្រាប់អូនអ្នកភូមិដែលមានចិត្តលោភលន់បាននាំគ្នាពាត់ចាប់ព្រះគោដើម្បីវះពោះយកមាសប្រាក់ព្រះគោបានឲ្យប្អូនតោងកន្ទុយរួចហោះឡើងលើមេឃគេចពីពួកមនុស្សអាក្រក់ព្រះកែវបានជួបនឹងបុត្រីស្ដេចទាំង7អង្គហើយបានចាប់ចិត្តស្រឡាញ់នាងពៅដោយសារការច្រណែនពីបងព្រះបិតាក៏បាននិរទេសនាងពៅឲ្យទៅរស់ក្នុងព្រៃព្រះគោបានក្អែចេញជាប្រាសាទយ៉ាងស្អាតសម្រាប់អូននិងនាងពៅរស់នៅជាមួយគ្នាព្រះគោបានកែឡាខ្លួនជាមាន់ដើម្បីជួយស្ដេចខ្មែរជល់ឈ្នះស្ដេចសៀមបានធ្វើគោយន្តពីដែកមកបបួលជល់ព្រះគោដឹងថាលើកនេះពិបាកទប់ទល់ណាស់នាងពៅបានធ្លាក់ពីកន្ទុយព្រះគោរួចដាច់ខ្យល់ស្លាប់យ៉ាងអណោចអាធម្មព្រះគោនិងព្រះកែវបានទៅពួនក្នុងព្រៃឫស្សីយ៉ាងក្រាស់នៅបន្ទាយលំវែកសៀមបានប្រើល្បិចបាញ់ប្រាក់ដួងចូលព្រៃឫស្សីធ្វើឲ្យអ្នកស្រុកនាំគ្នាកាប់ឆ្កាដើម្បីយកប្រាក់ជាចុងក្រោយព្រះគោនិងព្រះកែវត្រូវបានសៀមចាប់យកទៅបាត់រហូតដល់សព្វថ្ងៃនេះមុនពេលដែលពួកគាត់ត្រូវបានគេចាប់បញ្ជូនទៅគាត់បាននិយាយប្រកបដោយភាពទុក្ខសោកថាលាហើយមាតុភូមិដកបវរខ្ញុំ